ស្វាគមន៍មកកាន់ភាពបន្តនៃរឿង Hell's Paradise ដែលការពិភាក្សាមុនគឺឈោ3និងថូម៉ាកំពុងប្រយុទ្ធជាមួយនឹងដូស៊ីចង់ដឹងគេវាយឈ្នះឬអត់តោះទៅតាមដានទាំងអស់គ្នាឈោ3ត្រូវបានបិសាចនោះវាយត្រូវកអាចថានឹងស្លាប់ទៅហើយហេតុនេះដូស៊ីនោះក៏បានដើរចូលទៅដើម្បីយកគេទៅបោះចូលក្នុងរណ្ដៅនោះវិញតែភ្លាមនោះឈោ3ក៏បានស្ទុះងើបមកវិញនិងក្រញ៉ៅមុខរបស់បិសាចនោះផងដែរហើយរបួសនៅកគេហ្នឹងក៏បានជាសះស្បើយដូចគ្នាតែកគេដែលត្រូវរបួសហ្នឹងក៏ចេញស្នាចម្លែកមួយនៅជុំវិញកហ្នឹងហើយការងើបមកវិញរបស់ឈោបេនេះគេបានដឹងពីកម្លាំងថៅដែលពួកបិសាចនឹងប្រើបិសាចនោះឃើញថាមិនស្រួលក៏ប្រើក្បាច់វៃពីចម្ងាយហ្នឹងទៅលើឈោបេហើយពេលហ្នឹងឈោបេហ្នឹងគឺមិនអាចមើលឃើញក្បាច់ហ្នឹងឡើយតែដោយសារឈោបេគឺជាមនុស្សម្នាក់ពូកែក្នុងការសម្របខ្លួនតាមកលៈទេសៈហ្នឹងបត់បែនគ្រប់ទាំងអស់ហ្នឹងគេក៏បានយកពីកម្លាំងដែលបិសាចនោះប្រើនិងខំសម្របខ្លួនទៅតាមកម្លាំងនោះទោះបីជាគេត្រូវបោះបង់ភាពជាមនុស្សរបស់គេក៏ដោយវ័យយូរទៅឈោបេក៏បានដឹងពីចំណុចខ្សោយរបស់បិសាចនោះគឺនៅត្រង់ផ្ចិតស្របពេលនោះបិសាចនោះក៏ហៅកូនចៅគេត្រឡប់មកវិញតែកូនចៅរបស់គេហ្នឹងត្រូវថូម៉ាសម្រាប់ខ្ទេចគ្មានសល់ទេក្រោយមកឈោបេក៏បានយល់ច្បាស់ពីក្បាច់ដែលបិសាចនោះប្រើហេតុនេះគេក៏ប្រើអាក្បាច់នោះវិញនិងសម្រាប់បិសាចនោះចោលបាត់ទៅយើងអាចនិយាយបានថាឈោបេពេលនេះហ្នឹងគឺមានកម្លាំងស្រដៀងទៅនឹង Tencent ដែរហើយចំណែកឯក្រុមកាប៊ីម៉ារុវិញកំពុងតែរៀនប្រើកម្លាំងថៅនោះដូចគ្នាតែគ្រូបង្រៀនមីនោះមិនចេះបង្រៀននោះទេនិយាយតែពីខ្សោយផងខ្លាំងផងនឹងឯងពួកនោះគ្មានយល់អីមិនតិចសោះវាលយត្រង់អាពីរអ្នកនេះវាយចង់ងាប់ Fuchi មកឈោវាកាត់បិសាចធ្វើមិនដឹងហើយពេលនោះអាបិសាចក្បាលដូចក្អែបនោះក៏បានហេមកចាប់មីតែមិនយកទៅណាឆ្ងាយនោះទេគឺចាប់ឲ្យនៅនឹងទេហើយនឹងបានហៅមីឲ្យត្រឡប់ទៅហូរ៉ៃវិញហើយមូលហេតុអីបានបិសាចនោះដូចជាស្គាល់មីច្បាស់ម៉េះតោះត្រង់នេះសាច់រឿងគេបានប្រាប់ពីប្រវត្តិរបស់នាងហើយដែលមីនឹងគឺជា Tencent ម្នាក់ផងដែរតែនាងត្រូវបានបណ្ដេញចេញពីហូរ៉ៃនិងហាមមិនឲ្យស្វែងរកដោយ Tencent ម្នាក់ឈ្មោះថា Rain មិន Rain Grey ណាអានេះ Rain ជប៉ុនក្រោយដឹងមីនឹងជា Tencent កាប៊ីម៉ារុនឹងរៀបនឹងបោះបង់នាងចោលទៅហើយតែដោយសារនាងបែរមកមើលកាប៊ីម៉ារុទាំងទឹកភ្នែកធ្វើឲ្យគេបដូរចិត្តវិញនឹងស្ទុះមកការពារនាងចឹងហើយវាគ្មានអីក្រៅពីវ័យគ្នាទេចឹងបិសាចនោះក៏បានបែងភាកចេញបិសាចមកមួយទៀតមុខដូចអីនេះថាដូចមេអំបៅចុះបើអាបិសាចនឹងវាជប់មេអំបៅក្បាលមនុស្សចឹងកាទេសុស័យហ្នឹងក៏បានចូលមកវ័យដែរព្រោះដោយសារមេអំបៅហ្នឹងហើយដែលគេត្រូវកាត់ដៃខ្លួនឯងចោលចឹងអាបិសាចហ្នឹងក៏ប្រើក្បាច់វ័យមើលមិនឃើញនោះទៀតនឹងបានវ័យប្រហាររហូតដល់ថ្នាក់កាប៊ីម៉ារុវ័យច្រឡំគ្នាឯងបាត់ទៅហើយចឹងគេក៏បានប្រហារវ័យសិនគេលេងសួរសំណួរគ្នាម្ដងកាប៊ីម៉ារុបានសួរថាហេតុអីបានជាបិសាចនោះចង់បានមីត្រឡប់ទៅវិញហើយបិសាចនោះក៏បានឆ្លើយថាក្រុមបិសាចដូស៊ីទាំងអស់ហ្នឹងកំពុងសិក្សាពីថៅហើយកម្លាំងរបស់បិសាចនឹងមានហ្នឹងហើយគេហ្នឹងក៏មានការវឹកហាត់ផងដែរហើយការវឹកហាត់នោះគឺត្រូវការមីអញ្ចឹងអាប៉ែពុកមាត់នោះថាបិសាចសោះវឹកហាត់ស្អីដែរបិសាចនោះក៏ឆ្លើយទៅវិញថាបាយភ្លើទេក៏មាត់ចាំពួរឲ្យលុយគេមិនថាអញ្ចឹងគេថាចេះដើម្បីចេះប្រើកម្លាំងថៅនោះគឺមាន5ជំហានដូចជា Doin Daisuku Shuitsu Shoten និងចុងក្រោយដែលសំខាន់បំផុតនោះគឺ Bocho Jutsu ដែលក្បាច់នេះគឺតម្រូវឲ្យមានដៃគូដើម្បីបញ្ចូលកម្លាំង Yin និង Yang និយាយទៅដូចក្បាច់កុនថៃជីដែរនិយាយឲ្យចំទៅគឺគេវាយឡើងរួមសង្វាស់អីចឹងណាដូចដែលយើងបានឃើញការពី Tencent ចេញដំបូងនៅអាឈុត Tencent ពីអ្នកនោះកំពុងវាយឡើងហ្នឹងអាពេលហ្នឹងហើយគឺគេហ្នឹងកំពុងហាត់ Bocho Jutsu ហ្នឹងហើយនិយាយចឹងមានណាគេចង់ហាត់អត់តោះហាត់ពីនេះStop it. Get some help. ការធ្វើបែបនេះទៅធ្វើឲ្យកម្លាំងថៅនោះមានការរីចម្រើនចុំអត់ដឹងសោះវិញហើយបិសាចនោះគឺជាភេទប្រុសដែលមានកម្លាំងយ៉ាងហេតុនេះគេត្រូវការវាយឡើងជាមួយមីជាភេទស្រីដែលមានកម្លាំងយីនក្នុងគោលបំណងបង្កើនកម្លាំងរបស់ពួកគេត្រង់កន្លែងនេះដែរស្លាកស្នាមនៅលើខ្លួនរបស់មីនោះគឺត្រូវបានបន្សល់ដោយ Tencent ម្នាក់ឈ្មោះ Rain ហ្នឹងឯងដែលគេឲ្យជំរឿពីរទៅឲ្យនាងមួយគឺស្លាប់ដូចឆ្កែមួយទៀតនៅក្នុងហូរ៉ៃធ្វើជាដៃគូវាយឡើងរបស់បិសាចទាំងនោះ
គ្រាន់តែឮបែបនេះភ្លាមធ្វើឲ្យកម្ដៅក្នុងចិត្តរបស់កាប៊ីម៉ារុស្ទឹងតែផ្ទុះចេញមកទៅហើយព្រោះប្រពន្ធរបស់គេក៏មានស្លាកស្នាមជាប់នឹងមុខផងដែរឃើញភ្លើងឡើងដល់ប៉ុណ្នេះហើយបិសាចនោះដូចមិនស្រួលទេបុយក៏ប្រែខ្លួនទៅជាមេវគ្គបញ្ចប់តែដោយសារកាប៊ីម៉ារុមិនចេះប្រើថាវហេតុនេះគេមិនអាចវាយឈ្នះនោះទេពេលនោះ Fuchi ក៏បានស្រាវជ្រាវដឹងពីកម្លាំងនោះនិងបានប្រាប់ពីអ្វីដែលគេដឹងដើម្បីមើលឃើញថាវនោះចិត្តរបស់គេគឺត្រូវតែខ្លាំងផងខ្សោយផងហើយកលឹះមួយទៀតនោះគឺឲ្យមីប៉ះខ្លួនរបស់គេទើបអាចដឹងពីកម្លាំងនោះក្រោយពីប៉ះហើយកាប៊ីម៉ារុក៏បានយកពីកម្លាំងនោះបន្តិចម្ដងរហូតដល់គេអាចមើលឃើញនិងប្រើប្រាស់កម្លាំងថាវនោះបានប្រាប់ភ្លាមចេះភ្លាមហ្មងណាព្រោះអីគេបានវឹកហាត់នៅក្នុងភូមិរបស់គេនោះឡើងអស់អាចអស់ណូមហ្នឹងគ្រាន់តែប៉ុណ្្នឹងមានអីពិបាកអញ្ចឹងគេបានវាយបំបីសัตว์ល្អិតធំនោះចេញពីខ្លួនរបស់បិសាចនោះយ៉ាងងាយស្រួលដែលក្នុងពេលនោះកាប៊ីម៉ារុមានកម្លាំងប្រហែលនឹង Tencent ទៅហើយរួចមកអ្នកទោសពីរនាក់នោះក៏បានសម្លាប់បិសាចទាំងពីរនោះបានសម្រេចទៅអញ្ចឹងរូបភាពក៏បានកាត់មកក្រុមសាគីរីវិញតែពួកគេនោះបានបើកទ្វារចូលមកក្នុងហូរ៉ៃហើយអត់មានជាពាក់ណាមរីទេបើកចូលយកមកហើយក្នុងនោះមានរូបប្រកេះខាងលើរូបបដិមាជាច្រើនហ្នឹងឡោមព័ទ្ធដោយមាសហើយមានកាក់មាសថែមទៀតហើយម្ចាស់ផ្ទះដែលបានមកទទួលគេនោះបានវាសដៃបន្តិចទៅក៏ដាច់ក្បាលរបស់បិសាចឈើនោះបាត់តែម្ដងតែគេមិនទាន់ស្លាប់នោះទេហើយ Tencent នោះពិតជាមានទឹកមុខសប្បាយខ្លាំងណាស់ព្រោះរាប់ឆ្នាំមកហើយទើបតែមានមនុស្សអាចចូលមកដល់ទឹកដីហូរ៉ៃនេះហើយ Tencent មួយនោះមានឈ្មោះថាដោយដែលបានទៅសេអញ្ចឹងខ្ញុំអានអត់ចេញទេកន្លែងហ្នឹងគ្រាន់តែឃើញភ្លាម Yuzuriha ក៏បានដាក់មេប្រូចភ្លាមអត់មានចាំណាទាំងអស់តែក៏ត្រូវ Tencent នោះចាប់ដៃជាប់នឹងខ្ទប់មាត់ថែមទៀតហើយខ្ទប់មាត់ធ្វើអីពេលនោះបិសាចដើមឈើក៏បានសុំការអនុញ្ញាតពី Tencent ដើម្បីឲ្យប្រលឹងគេនឹងបានចូលទៅហូរ៉ៃផងដែរតែអ្វីទាំងអស់នោះគឺគ្រាន់តែជាការកុហករបស់មេធំឬក៏ Master របស់ Tencent តែប៉ុណ្ណោះក្នុងគោលបំណងរក្សាសណ្ដាប់ធ្នាប់លើកោះនោះតាមពិតទៅនៅលើកោះហ្នឹងគឺជាកន្លែងសម្រាប់យកមនុស្សមកពិសោធន៍តែប៉ុណ្ណោះហើយប្រជាជនដែលបានរស់នៅលើកោះមួយនោះគឺគ្រាន់តែជាគំរូដើមដែលគេពិសោធន៍តែប៉ុណ្ណោះបន្ទាប់មក Tencent នោះក៏បានជប់កូនចៅរបស់គេដែលហៅថា Kyoshi ដែលអបិសក្រហមនឹងជាអ្នកផលិតពួកគេនឹងចេញមកពីមនុស្សវាលយអាពីរអ្នកហ្នឹងអោបកន្លែងល្អទៀតឆ្លាត JM មកហើយគេក៏បានបញ្យល់ថាតាន់នោះមិនមែនជាទឹកវេទមន្តជីវិតអមតៈដោយដែលមនុស្សគិតនោះទេតែតាន់នោះមានសារៈសំខាន់ណាស់ចំពោះ Tencent ទាំងអស់បើសិនជាមនុស្សផឹកគេនឹងក្លាយទៅជាដើមឈើដោយហូកូនិងមនុស្សដល់ផ្កានឹងអញ្ចឹងគេអាចមានជីវិតអមតៈមែនតែមិនអាចនៅក្មេងរហូតនោះទេអញ្ចឹងសាគីរីក៏ភាំងស្មារតីត្រឹមនេះព្រោះបើគ្មានទឹកជីវិតអមតៈនោះទេអក្រិតជនទាំងអស់និងកាប៊ីម៉ារុមិនអាចមានការលើកលែងទោសបានឡើយឆ្លៀតពេលនោះ Yuzuriha ក៏បានប្រើក្បាច់ Ninja ផ្លាស់ខ្លួនជាមួយដើមឈើមួយនិយាយទៅដូចរឿង Naruto ដែរនឹងបានកាត់ក្បាលរបស់ Tencent នោះដាច់បាត់ទៅភ្លាមនោះគេក៏បានបបួលរត់តែយើងដឹងហើយ Tencent មិនមែនងាយស្លាប់យ៉ាងហ្នឹងទេគេក៏បានបញ្ជាកូនចៅគេនឹងបំបែកខ្លួនទៅជាទឹកអាស៊ីតស្រោចទៅលើ Ninja នារីនោះតែនាងនៅតែអាចគេចផុតដែលធ្វើឲ្យ Tencent នោះគិតថានាងអាចមើលឃើញកម្លាំងថាវតែចេះដល់នេះភូមិរបស់នាងនោះគេហៅអាចំហាយកម្លាំងទៀតនោះហៅថា Ki ដើម្បីហៅចឹងដូចរឿង Black Clover ដែរតែដោយសារឃើញនាងមិនទាន់ចេះប្រើស្រួលបួល Tencent នោះក៏ស្ម័គ្រចិត្តបើកថ្នាក់បង្រៀនហើយអបិ Map Center នោះក៏ចង់រៀនដែរអញ្ចឹងគេក៏ចាប់ផ្ដើមរៀនទាំងអស់គ្នាក្នុងពេលនោះទៅពេលនោះគេក៏បានលុំអ្វីសាគីរីមុនគេដែលគិតថានាងអន់ជាងគេហើយ Yuzuriha ក៏បានផឹកអាថ្នាំនោះទៀតហើយនឹងបញ្ចេញទឹកពីខ្លួននាងមកដោយប្រើទឹកនោះធ្វើជាខ្សែចងនិងមានជាតិពុលផងដែរធ្វើឲ្យ Tencent នោះរលាយខ្លួនអស់ពាក់កណ្ដាលតែ Tencent នោះនៅតែរស់ឡើងមកវិញខណៈពេលនោះសាគីរីក៏បានសួរទៅ Hoko ពីចំណុចខ្សោយរបស់ Tencent ក្រោយដឹងថា Tencent អាចដឹងពីចលនានិងគំនិតនៃការវាយសាគីរីក៏បានវាយទាំងមិនគិតអ្វីទាំងអស់និងបានកាត់ tendon របស់ Tencent នោះ tendon នឹងអាចថាជាបណ្ដុំកម្លាំងនៅត្រង់ពោះដែលចែកចាយកម្លាំងថាវនោះមកបើនិយាយពីដើមឈើយើងអាចថាវាជាឫសអញ្ចឹងផ្ដល់ជីវជាតិឲ្យតួខ្លួនទាំងមូលអញ្ចឹងក្រោយពីសាគីរីបាននៅចិត្តបិសាចនោះគេក៏មានសមត្ថភាពអាចមើលឃើញចំហាយកម្លាំងថាវនោះបាន
នឹងបានប្រើកម្លាំងថាវទៅកាប់បិសាចនោះឲ្យមានរបួសហើយកម្លាំងថាវដែលនាងប្រើនេះអាចជាចំណុចខ្សោយរបស់បិសាចនោះផងដែរនិយាយទៅដូចកម្លាំងពីរប្រឆាំងគ្នាអញ្ចឹងបាទអញ្ចឹង3នាក់គេហ្នឹងក៏បានប្រូដៃគ្នាវាយបិសាចនោះដោយបិសាចនោះគឺព្យាយាមគេចពីក្បាច់ដៃរបស់សាគីរីជានិច្ចពេលដែលត្រូវបានគេកាត់ដាច់ដៃដាច់ជើងអស់អញ្ចឹងទៅបិសាចនោះក៏បានហោះទៅលើនិងប្រែខ្លួនទៅជាមនុស្សស្រីវិញនឹងបានប្រើក្បាច់ថ្មី Senjutsu ដោយបានជប់ស្អីហោះបុកអ្នកទាំង3នោះពេលនោះសាគីរីក៏បានចេញឈាមតាមច្រមុះដោយសារតែប្រើកម្លាំងថាវនោះពេកតែគេមិនបោះបង់ឡើយ Yuzuriha ក៏បានស្ទុះទៅទាញជើងបិសាចនោះទម្លាក់មកដីវិញហើយសាគីរីក៏បានសម្លាប់គេបានសម្រេចទៅក្រោយមកគេក៏បានសម្រាប់មើលទេសភាពនៅទីនោះសិនដោយឃើញសេនតាមើលទៅហាក់ដូចជាខ្វាយខ្វល់លើ Yuzuriha ពេកសាគីរីក៏បានសួរថាស្រឡាញ់នាងមែនតែគេក៏ប្រកែកគេគ្រាន់តែចំណែនទេព្រោះនាងធ្វើអីស្រេចតែចិត្តមានសេរីភាពខុសពីគេដែលគេចូលចិត្តគូររូបតែមិនបខំឲ្យធ្វើសាមរ៉ាយភ្លាមនោះ Tenzin នោះអត់ទាន់បានស្លាប់ទេគេក៏ប្រែទៅជាផ្កាដ៏ធំមួយនឹងបានវាយប្រហារមកកាន់ Yuzuriha តែត្រូវបានសេនតាជួយរងជំនួសហើយខ្លួនរបស់គេក៏បានដោះផ្កាពាសពេញនឹងទៅនឹងបានស្រមៃថាគេអាចគូគំនូតាមចិត្តរបស់គេបានហើយអញ្ចឹងពេលនេះគឺនៅសល់តែស្រីស្អាត2នាក់នេះតែប៉ុណ្ណោះដែលត្រូវប្រឈមមុខជាមួយបិសាចផ្កាដ៏ធំមួយតែពេលនោះ Shion ក៏បានចូលមកជួយតន់ហើយសាច់រឿងក៏បានស្លេះត្រឹមប៉ុណ្នេះសិនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនឹងការសម្ដែងរឿងមួយនេះមិនមានកំហុសខុសឆ្គងត្រង់កន្លែងណាសូមមេត្តាខន្តីអភ័យទោសជួបគ្នានៅភាគបន្តក្នុងវីដេអូក្រោយបាយ